ប្រើដោយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបាទប្រើដោយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគឺស្ងៀមស្ងាត់បាទរដ្ឋាភិបាលប្រាប់ពលរដ្ឋយើងថាឲ្យស្ងៀមស្ងាត់តាក់ទងទៅនឹងបញ្ហាព្រំដែនតាក់ទងទៅនឹងបញ្ហាបូរណភាពទឹកដីណាទុកឱកាសឲ្យរដ្ឋាភិបាលធ្វើការងារនៅក្នុងការដោះស្រាយបញ្ហាក្រោយមកមុនមួយសប្តាហ៍នៃការចុះកិច្ចព្រមព្រៀងក្រុងកូឡាឡុំពួរក្រោយព្រមព្រៀងសន្តិភាពជាមួយថៃហ្នឹងក៏យើងឃើញមានលេខពាក្យមួយដែលគេប្រើពាក្យជាភាសាខ្មែរថាជាការទូតស្ងៀមតែមិនស្ងាត់ជាការទូតស្ងៀមតែមិនស្ងាត់របស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតចឹងហើយវាជាប្រធានបទធំដែលខ្ញុំលើកឡើងមកថាតើការទូតស្ងៀមមិនស្ងាត់នេះជាការទូតមួយដែលមានទម្រង់បែបណាហើយវាជាការទូតដែលមានភាពឆ្លាតវៃទេនៅក្នុងដំណាក់កាលដែលមានសង្គ្រាមជាមួយថៃនេះឬគ្រាន់តែជាការទូតអស់កាឡាមានន័យថាអស់កាឡាដើរហើយមើលទៅច្បាំងក៏មិនឈ្នះគេណាគេសន្លត់ហ្នឹងក៏ញឹកមិនហ៊ានតដៃព្រោះឯងហ្នឹងវាខ្សោយចឹងហើយមានតែសងំចឹងទៅនៅស្ងៀមស្ងាត់ចឹងទៅប៉ុន្តែគណៈថានិយាយឲ្យលយគឺប្រើពាក្យការទូតស្ងៀមស្ងាត់ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំមិនធ្វើការវិលម្លាយទេបងប្អូនអាចធ្វើការវិលម្លាយបានខ្ញុំចំណុចនេះខ្ញុំរៀនតាមអនុทินនាយករដ្ឋមន្ត្រីថៃថាកន្លែងណាដែលយើងរៀងយករួចខ្លួនបើបកគលកិច្ចការងារហ្នឹងឲ្យមហាជនវិលម្លាយដោយអនុทินចង់លុប MOU 2000ឆ្នាំ2000ឆ្នាំ2001ចឹងណាតាមពិតហ្នឹងអំណាចឆន្ទានុសិទ្ធិរបស់រដ្ឋាភិបាលក្នុងការលុប MOU នឹងលុបបានប៉ុន្តែអនុทินអត់ប្រើអំណាចរដ្ឋាភិបាលទេព្រោះអត់ចង់ប្រឈមមុខនឹងប្រវត្តិសាស្ត្រចឹងហើយអនុทิនប្រើសម្លេងគេហៅប្រជាមតិឬក៏ការស្ទង់មតិឲ្យពលរដ្ឋសម្រេចដូចគ្នាដែរនយោបាយការទូតស្ងៀមស្ងាត់នេះខ្ញុំមិនធ្វើការវិលម្លាយទេចង់ឲ្យបងប្អូនធ្វើការវិលម្លាយព្រោះជាពិសេសបងប្អូននៅក្នុងប្រទេសកម្ពុជាហ្នឹងប្រហែលជាដឹងច្បាស់ថាតើស្ថានភាពបែបណាហើយការទូតបែបស្ងៀមស្ងាត់គេហៅ silent diplomacy ជាភាសាអង់គ្លេសមាន3ពាក្យបងប្អូន silent diplomacy quiet diplomacy ឬក៏ back channel diplomacy អញ្ចឹងយើងប្រែជាភាសាខ្មែរថាការទូតស្ងៀមស្ងាត់ការទូតស្ងៀមតែមិនស្ងាត់ណាយើងលេងពាក្យបន្តិចថាតើបងប្អូនវាតម្លៃបែបណាថាជាការទូតឆ្លាតវៃហើយនឹងឬក៏ជាការទូតអស់កាឡាណាជាការទូតអស់កាឡាក៏ប៉ុន្តែមុននឹងបងប្អូនធ្វើការវាតម្លៃថាតើការទូតនេះជាការទូតឆ្លាតវៃឬក៏ការទូតអស់កាឡានៅក្នុងចំនួនកម្ពុជាថៃនេះខ្ញុំចង់ខ្ញុំធ្វើការសិក្សាស្រាវជ្រាវបន្តិចដែរបាទស្រាវជ្រាវបន្តិចដែរពី Google ទេខ្ញុំបងប្អូនណាដែលអាច access ទៅនឹង Google ទេបងប្អូនអាចរៀនអានភាសាអង់គ្លេសបានបងប្អូនអានទៅបងប្អូនយល់ទេប៉ុន្តែបងប្អូនណាដែលមិនទាន់បានអាចស្ដាប់មុនធ្វើការវិតម្លៃបងប្អូនធ្វើការវិតម្លៃដោយលក្ខណៈវិនិច្ឆ័យមានប្រកបដោយវិចារណញ្ញាណបាទកុំធ្វើការវិតម្លៃដោយអារម្មណ៍ហើយមុនធ្វើការវិតម្លៃខ្ញុំចង់ជូននៅទម្រង់ខ្លះថាតើស្អីទៅជាការទូតស្ងៀមស្ងាត់ស្ងៀមតែមិនស្ងាត់ឬក៏ស្អីទៅជា silence diplomacy ស្អីទៅជា quiet diplomacy ឬ back channel diplomacy វាមានទម្រង់បែបណាវាមានរូបរាងបែបណាប្រវត្តិមុននឹងចូលដល់ទម្រង់នៃនយោបាយការទូតស្ងៀមមិនស្ងាត់នេះខ្ញុំចង់ផ្ដល់ថាមិនមែនជាការទូតដែលលោកហ៊ុនម៉ាណែតនឹងបង្កើតមកដោយខ្លួនឯងទេណាបង្កើតមកដោយខ្លួនឯងទេតាមពិត quiet diplomacy ឬក៏ការទូតស្ងៀមស្ងាត់នេះមានតាំងពីឆ្នាំ1929ម្លេះនៅក្នុងសតវត្សទី17ណាសតវត្សទី17ខ្ញុំបើកមុខកញ្ចក់ប្រវត្តិខ្លីទេថាតើការទូតឌីប្លូម៉ាស៊ីកើតឡើងនៅឆ្នាំ1629នេះកើតឡើងយ៉ាងម៉េចពេលនោះស្ដេចអេស្ប៉ាញស្ដេច Philip the Fourth ស្ដេចអេស្ប៉ាញទី4យើងហៅថាអញ្ចឹងទៅខ្មែរយើងមានជ័យរ៉ូម៉ាន់ទី1ទី2រហូតដល់ទី7ប៉ុន្តែខាងនោះគេមាន Philip ទី4ដែរស្ដេច Philip ទី4នេះបានបញ្ជូនជាងគំនូជាអ្នកសិល្បៈគំនូម្នាក់ឈ្មោះ Peter Paul Robin ណាបងប្អូនចូលស្រាវជ្រាវបាទខ្ញុំចង់រំលឹកពីប្រវត្តិការទូតស្ងៀមស្ងាត់នេះមានប្រវត្តិមកពីណាបានបញ្ជូនអ្នកជាងគំនូឈ្មោះ Robin នេះទៅចក្រភពអង់គ្លេសកាលនោះគឺមានអេស្ប៉ាញនិងអង់គ្លេសប្រឈមមុខដាក់គ្នាធ្វើសង្គ្រាមបញ្ជូនទៅអង់គ្លេសដើម្បីឲ្យជាងគំនូម្នាក់នេះរាប់ថាជាបញ្ញវន្តផងជាជាងគំនូដ៏ប្រកែផងទៅចក្រភពអង់គ្លេសដើម្បីធ្វើការចរចាដោយស្ងៀមស្ងាត់បំផុតណាពេលនោះជាលើកទី1ដែលឃើញថាពុទ្ធធម្មតាពីសម័យបុរាណឲ្យតែប្រទេសនិងប្រទេសប៉ះគ្នាគឺអត់មានអីក្រៅពីមធ្យោបាយសង្គ្រាមទេអត់មានអីមធ្យោបាយសង្គ្រាមប៉ុន្តែលើកនេះស្ដេច Philip ទី4របស់អេស្ប៉ាញមានភាពឆ្លាតវៃហើយបញ្ជូនជាងគំនូម្នាក់ទៅដើម្បីធ្វើការចរចាណាជាទូតធ្វើការចរចាហើយអាចបញ្ចប់សង្គ្រាមអង់គ្លេសអេស្ប៉ាញបានអំឡុងពេលនោះ
ហើយការទូននេះក៏ធ្លាប់ប្រើនៅក្នុងប្រទេសអាមេរិកដែរបាទប្រទេសអាមេរិកដែរជាពិសេសចំនួនអាមេរិកគ្យូបាគុយបាដែលកើតឡើងនៅក្នុងឆ្នាំ1962ហើយក៏មានការចរចារៀបចំរយៈពេលវែងរហូតដល់ណាស្ងាត់មានការជជែកមានការចូលរួមសម្របសម្រួលពីចក្រភពអង់គ្លេសអីជាដើមឡើងធ្វើឲ្យអាមេរិកហើយនិងគុយបាហ្នឹងអាចចុះកិច្ចព្រមព្រៀងណាជាមួយគ្នាព្រោះជាកត្តាភូមិសាស្ត្រគឺគុយបាជាកត្តាភូមិសាស្ត្រហ្នឹងគឺគុយបាជាប្រទេសដែលមានគ្រោះថ្នាក់បំផុតសម្រាប់អាមេរិកព្រោះនៅជិតអាមេរិកជាងគេនៅជិតអាមេរិកជាងគេដូច្នេះហើយយើងឃើញថាការទូតបែបស្ងៀមស្ងាត់ជា quiet ឬក៏ silent diplomacy នេះធ្លាប់ប្រើនៅក្នុងប្រវត្តិសាស្ត្រដែលខ្ញុំបានលើកត្រួសជាពិសេសនៅក្នុងនយោបាយរបស់ប្រទេសលោកអាមេរិកប៉ុន្តែឥឡូវនេះក៏យើងឃើញថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងបានប្រកាសដោយចំហថាខ្លួនបានប្រើប្រាស់ការទូតស្ងៀមតែមិនស្ងាត់នៅក្នុងការដោះស្រាយជម្លោះរវាងថៃនិងកម្ពុជាទម្រង់ឬក៏រូបរាងនៃការទូតបែបស្ងៀមស្ងាត់នេះស្ងៀមតែមិនស្ងាត់នេះគឺវាមានលក្ខណៈ4ធំដែលយើងសង្កេតឃើញទី1គឺជាទម្រង់ដែលគេហៅថាតាមរបៀបច្រើនដែលប្រើប្រាស់ការចរចាតាមទ្វារក្រោយមានការជជែកមានការចរចាតាមទ្វារក្រោយមានការចរចាក្រៅខ្សែវៀននឹងច្រើនណាមុននឹងឈានទៅដល់កិច្ចព្រមព្រៀងហ្នឹងអញ្ចឹងបងប្អូនអាចសង្កេតមើលទៅថាតើរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃមានការចរចាតាមទ្វារក្រោយហ្នឹងប៉ុណ្ណាប៉ុន្តែបើខ្ញុំមើលតាមការសង្កេតជាប្រចាំរបស់ខ្ញុំហ្នឹងដូចជាមិនឃើញមានការចរចាតាមទ្វារក្រោយទេណាព្រោះការចរចាតាមទ្វារក្រោយហ្នឹងវាត្រូវការទំនុកចិត្តណាក៏ប៉ុន្តែថៃនិងកម្ពុជាហ្នឹងគឺអត់មានទុកចិត្តគ្នាបានទេហេតុអីបានអត់ទុកចិត្តគ្នាបានបងប្អូនចាំទេនៅពេលដែលលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនទម្លាយសារសន្ទនារវាងគាត់ជាមួយនឹងលោកស្រីផៃថងថានដែលជាកូនស្រីរបស់លោកតាស៊ីនណាអានេះជាការបំផ្លាញទំនុកចិត្តការទូតធំហើយមិនមែនតែថៃទេប្រទេសច្រើនណាស់ដែលអត់អាចទុកចិត្តកម្ពុជាដូច្នេះហើយយើងឃើញថា silent diplomacy នេះគឺអាការចរចាតាមទ្វារក្រោយហ្នឹងគឺខ្ញុំមើលទៅអត់សូវមានទេដោយសារតែបាត់ទំនុកចិត្តហើយយើងដឹងហើយថាលោកហ៊ុនសែនប្រើយុទ្ធសាស្ត្របាយធ្លាយនេះកំចាត់ដៃគូប្រឆាំងបានច្រើនណាក៏ធ្វើស៊ីបានច្រើនដែរណាធ្វើស៊ីបានច្រើនរួមទាំងខ្ញុំដែរចឹងហើយប៉ុន្តែឃើញថាប្រើជាមួយនឹងថៃទៅហាក់ដូចជាដំបូងហាក់ដូចជាជោគជ័យបងប្អូនធ្វើការវិតម្លៃទាំងអស់គ្នាដឹងហើយថាហាក់ដូចជារៀនជោគជ័យប៉ុន្តែក្រោយមកដូចកាន់តែធ្វើឲ្យថៃនឹងរួមគ្នានៅពេលដែលវាតាំងចំហបានវារួមគ្នាកាន់តែមុនហើយកាន់តែខ្លាំងជាងមុនហើយធ្វើឲ្យស្ថានភាពដែលឈានទៅដល់ការចរចាហ្នឹងកាន់តែតឹងតែងជាងមុនរដ្ឋាភិបាលដែលឡើងមកហ្នឹងគឺមានភាពប្រយ័ត្នប្រយែងហើយសឹងតែមិនអាចទៅជែកគ្នាបានហ្មងព្រោះយើងបំបែកប្រូតូកូលនៃការជជែកគ្នាក្រៅខ្សែវៀនរបស់អាការទូតបែប silent ហ្នឹងបាត់ហើយណាបាត់ហើយអញ្ចឹងគឺអាហ្នឹងទី1ទី2គឺព្យាយាមអត់ធ្មត់រក្សាការចរចាបែបការទូតទោះបីក្រោយខ្នងក្រោយតាមទ្វារក្រោយតាមទ្វារមុខក៏ដោយព្យាយាមប្រើប្រាស់សកម្មភាពការទូតហើយនឹងកាត់បន្ថយភាពតានតឹងអញ្ចឹងយើងឃើញថាកម្ពុជាក៏បានប្រើប្រាស់គេហៅថាទម្រង់មួយនេះបានយ៉ាងល្អយ៉ាងដោយសារព្យាយាមធ្វើម៉េចទោះបីជាមានការគម្រាមកំហែងជាប្រចាំពីខាងភាគីថៃព្រោះទាំងរដ្ឋាភិបាលទាំងកងទ័ពថៃបាទហើយនឹងមហាជនថៃបងប្អូនដឹងហើយកងទ័ពហ្នឹងក៏ឡាំប៉ារដ្ឋាភិបាលហ្នឹងក៏ឡាំប៉ារួមទាំងមហាជនហ្នឹងមានជនគេហៅ MMO ថៃម្នាក់ហ្នឹងមកកាន់ចោមបលាំងហ្នឹងក៏មករំខានគូក្បាលអ្នកស្រុកមកប្រឆេះកំផឹងជាមួយនឹងពលរដ្ឋខ្មែរច្រើនដែរបាទឥឡូវជាប់ហើយឥឡូវបាទប្រមូលលុយពីគេច្រើនពេកហើយអត់មានតម្លាភាពអញ្ចឹងហើយឥឡូវអន់ចលើមហើយបាទអន់ចលើមអាចឈានទៅដល់ការជាប់ពន្ធនាគារព្រោះតាក់ទងទៅនឹងរឿងគេហៅថាឆោបោកឲ្យពលរដ្ឋជឿហើយប្រមូលលុយអញ្ចឹងហើយយើងឃើញថាកម្ពុជាទោះបីជាក្នុងស្ថានភាពទាំងកងទ័ពថៃទាំងរដ្ឋាភិបាលថៃទាំងមហាជនថៃធ្វើឲ្យកម្ពុជានឹងក្តៅក្រហាយប្រឆេះកំហឹងទៅមិនឲ្យបង្កើតសង្គ្រាមលើកទី2ក៏ដោយប៉ុន្តែឃើញថាកម្ពុជាចំណុចត្រង់នេះកម្ពុជាធ្វើល្អសូមសរសើរមានជំហររឹងមាំហើយមានភាពអត់ធ្មត់ខ្ពស់ដើម្បីឈានទៅដល់ការកាត់បន្ថយការតានតឹងអាហ្នឹងចំណុចទម្រង់ទី2ទម្រង់ទី3គឺជាទូទៅsilent diplomacy ឬក៏នយោបាយការទូតស្ងៀមតែមិនស្ងាត់នេះជាទូទៅគឺប្រើក្នុងទម្រង់លក្ខណៈមិនផ្លូវការបាទចរចាក្រៅផ្លូវការច្រើនក្រោយតាមទ្វារក្រោយក៏ច្រើនក្រៅផ្លូវការក៏ច្រើនដែរអាហ្នឹងទម្រង់ទី3ទម្រង់ទី4ជាទម្រង់ចុងក្រោយរបស់ការទូតស្ងៀមតែមិនស្ងាត់នេះគឺជាទូទៅគឺអ្នកដែលប្រើប្រាស់
យុទ្ធសាស្ត្រនេះគឺជាមនុស្សដែលច្រាញតែប្រើយុទ្ធសាស្ត្របែបទន់ភ្លន់គេហៅ soft strategies approach ប្រើប្រាស់យុទ្ធសាស្ត្រទន់ដោយព្យាយាមធ្វើម៉េចកាត់បន្ថយហានិភ័យដើម្បីឈានទៅដល់ការប្រជុំមុខដាក់គ្នាណាឈានទៅដល់ការប្រជុំមុខដាក់គ្នាអាហ្នឹងបងប្អូនអានេះជាបងប្អូនជួយយល់ទេស្វែងយល់របស់គ្នាអញ្ចឹងហើយការទូតស្ងៀមតែមិនស្ងាត់របស់លោកហ៊ុនម៉ាណែតនេះគឺជានៅក្នុងទ្រឹស្ដីវាមាន4ទម្រង់ណាវាមាន4ទម្រង់ប៉ុន្តែទម្រង់ទី1យើងប្រើអត់ជោគជ័យទេដោយសារយើងបំផ្លាញទំនុកចិត្តដោយអតីតនាយករដ្ឋមន្ត្រីហើយអញ្ចឹងហើយរវាងថៃនិងកម្ពុជាហ្នឹងការកសាងទំនុកចិត្តហ្នឹងគឺអត់សូវអាចពិបាកត្រូវការពេលវេលាយូរបាទត្រូវការពេលវេលាយូរមួយទៀតតើគេប្រើនៅពេលណាជាទូទៅគេប្រើយុទ្ធសាស្ត្រការទូតស្ងៀមមិនស្ងាត់នេះគឺគេប្រើនៅក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធីទំនាស់ក្នុងកម្រិតក្រុមហ៊ុនក៏ដោយទំនាស់ក្នុងកម្រិតជាតិក៏ដោយទំនាស់ក្នុងកម្រិតគ្រួសារក៏ដោយបាទក្នុងកម្រិតគ្រួសារក៏ដោយប្តីប្រពន្ធបើថាប្រពន្ធលោឡាប្តីស្ងាត់ចឹងទៅអាហ្នឹងមួយថ្ងៃពីរថ្ងៃមកស្ថានភាពធូរស្បើយហើយក៏ប៉ុន្តែបើសិនជាផាំងទៅផាំងមកអាហ្នឹងបាយចានដែរបាយឆ្នាំដែរអញ្ចឹងហើយអាហ្នឹងគឺយុទ្ធសាស្ត្រការទូតស្ងៀមមិនស្ងាត់នេះក៏វិធីសាស្ត្រមួយប្រើបាននៅក្នុងកម្រិតគ្រប់កម្រិតបាទកម្រិតគ្រួសារក៏ប្រើបានកម្រិតក្រុមហ៊ុនក៏ប្រើបានកម្រិតសហគមន៍ក៏ប្រើបានកម្រិតសង្គមក៏ប្រើបានកម្រិតជាតិក៏ប្រើបានដែរសំខាន់តើអ្នកប្រើហ្នឹងមានទេពកោសល្យប្រើដោយរបៀបណាហ្នឹងអាហ្នឹងទី1ប្រើទី2គឺប្រើនៅក្នុងការចរចាផ្នែកខាងសិទ្ធិមនុស្សជាទូទៅដើម្បីចរចាធ្វើម៉េចឲ្យរដ្ឋាភិបាលមួយឬក៏ក្រុមមួយអាចឈានទៅដល់ការគោរពសិទ្ធិមនុស្សជាពិសេសបងប្អូនឃើញហើយអ្នកដែលធ្វើកិច្ចការងារសិទ្ធិមនុស្សហ្នឹងគឺត្រូវការពេលវេលាណាត្រូវការតស៊ូមតិច្រើនជាយាមទុនភ្លុនច្រើនដើម្បីធ្វើម៉េចឲ្យមានការចេញនៅច្បាប់ផ្សេងនៅក្នុងការគោរពសិទ្ធិមនុស្សជាដើមគោរពសិទ្ធិមនុស្សជាដើមការប្រើចំណុចទី3ប្រើដើម្បីអីប្រើដើម្បីរក្សាសន្តិភាពដោយបញ្ជាការប្រើកម្លាំងបាយណាបញ្ជាការប្រើកម្លាំងបាយចំណុចត្រង់នេះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្រើបានរក្សាសន្តិភាពនៅមានភាពស្ងៀមស្ងាត់ហើយកាត់បន្ថយការប្រើកម្លាំងបាយណាកាត់បន្ថយការប្រើកម្លាំងទោះបីយើងខ្សោយក៏ដោយប៉ុន្តែមិនខ្សោយរហូតដល់ថ្នាក់គេមានកំភ្លើងធំយើងមានបថៅទេវាមិនដល់ថ្នាក់ហ្នឹងទេកុំណាយើងនិយាយឲ្យយុទ្ធធម៌ទៅថាបើសិនជាកម្ពុជាបញ្ចេញនៅសភាវុធនៅក្នុងការឆ្លើយតបដោយកម្រោលហ្នឹងក៏រំមតាស៊ីខ្មែរបានហ្នឹងក៏វារៀងយូរដែរក៏ប៉ុន្តែគឺនៅមហន្តរាយវាកើតឡើងជាពិសេសហ្នឹងបងប្អូនខ្មែរដែលនៅតាមជាដែរហ្នឹងអញ្ចឹងហើយអានេះជាវិធីសាស្ត្រនៅក្នុងការប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបស្ងៀមតែមិនស្ងាត់នេះគឺកាត់បន្ថយការប្រើប្រាស់កម្លាំងបាយនិងការប្រជុំមុខដាក់គ្នាក៏ប៉ុន្តែអ្វីដែលជាចំណុចសំខាន់មួយទៀតដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្រហែលជាអាចមានយុទ្ធសាស្ត្រក្នុងការប្រើទៅនេះគឺការកសាងទំនុកចិត្តឡើងវិញការកសាងទំនាក់ទំនងឡើងវិញហើយកសាងទំនាក់ទំនងឡើងវិញយើងដឹងហើយថាតើកសាងយ៉ាងម៉េចចាប់ដើមពីពេលណាទៅហើយអ្វីដែលជាចំណុចសំខាន់ដើម្បីធ្វើម៉េចឲ្យទំនាក់ទំនងកម្ពុជាហើយនិងថៃហ្នឹងអាចឈានមកដល់ប្រកបដោយភាពឡើងវិញអំឡុងពេលដែលកម្ពុជាទាំងថៃហ្នឹងវាបែកបាក់ផ្លូវចិត្តអស់ហើយទំនុកចិត្តក៏គ្មានណាការធ្វើពីឯកាមិនទិញតំណែងគ្នាទៅវិញទៅមកក៏គ្មានឃើញហើយរហូតដល់លបងសានវិជាលូកចូលកន្លែងហ្នឹងលាមានអ្នកគម្រាមកំហែងអញ្ចឹងទៅប៉ុន្តែខ្ញុំចុងក្រោយខ្ញុំគ្រាន់តែបង្ហាញដូចជាមេរៀនឲ្យបងប្អូនអាចស្វែងយល់ដែរពីគុណសម្បត្តិនៃការទូតស្ងៀមមិនស្ងាត់នេះគុណសម្បត្តិទី1គឺកាត់បន្ថយការប្រឈមមុខដាក់គ្នានឹងបានច្រើនទី1ទី2សម្រុះបើចង់ធ្វើការសម្រុះសម្រួលក៏ងាយដែរព្រោះយើងប្រើភាពទន់ភ្លន់ច្រើនកសាងទំនុកចិត្តហ្នឹងក៏បានឆាប់ជាងមុនដែរយើងឃើញឥឡូវហ្នឹងរៀងរសាយចិត្តខ្ញុំឃើញពលរដ្ឋថៃនៅពេលដែលអង្គព្រះមហាក្សត្រខ្មែរផ្ញើសាររំលែកទុក្ខលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផ្ញើសាររំលែកទុក្ខអីទៅដល់ការសោយទីមង្គតរបស់ព្រះរាជិនីសិរិកិត្តិ៍របស់រាជវង្សចក្រីបាទជារាជិនីចំនួនទី10របស់រាជវង្សចក្រីហ្នឹងក៏ឃើញថាពលរដ្ឋថៃមួយចំនួនជាពិសេស MMO ថៃមួយចំនួនហ្នឹងបានយកមកហើយក៏មានការសរសើរច្រើនដែរថាមានភាពទន់ភ្លន់ហើយនៅក្នុងសាររំលែកទុក្ខរបស់ហ៊ុនម៉ាណែតហ្នឹងក៏លោកហ៊ុនម៉ាណែតហ្នឹងក៏បានលើកឡើងអំពីគុណសម្បត្តិរបស់ម្ចាស់ស្ត្រីសិរិកិត្តិ៍កន្លងមកនៅក្នុងការជួយទាំងពលរដ្ឋខ្មែរទាំងពលរដ្ឋថៃណាហើយជាពិសេសហ្នឹងយើងឃើញថាម្ចាស់ស្ត្រីរូបនេះបាទបងប្អូនណាដែលមិនធ្លាប់បានអានប្រវត្តិសាស្ត្រហ្នឹងក៏និយាយហ្នឹងមិនទៅសរសើរជនជាតិថៃណាប៉ុន្តែម្ចាស់ស្ត្រីរូបនេះក៏ចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយពលរដ្ឋយើងកាលពីអំឡុងសង្គ្រាមឆ្នាំ1979ណាសារដ៏សំខាន់មួយដែលខ្ញុំបានអានហើយចាំរហូតមកដល់សប្តាហ៍ថ្ងៃគឺខ្ញុំដោយថាខ្ញុំម្ចាស់បានសម្រេចចិត្តនឹងជួយជនជាតិនឹងជួយហៅថាភឿនមនុស្សជាមិត្តមនុស្សដើម្បីធ្វើម៉េចឲ្យពួកគាត់អាចទទួលបាននៅការគាំពារ
ថែទាំជាផុតពីសង្គ្រាមសារមួយនេះបានផ្ញើចេញនៅក្នុងចំណោមកងទ័ពថៃពេលនោះហើយតាមពិតទៅរដ្ឋាភិបាលថៃពេលនោះមិនសូវជាចង់ឲ្យពលរដ្ឋយើងរត់ចូលដីថៃប៉ុន្មានទេព្រោះទីមួយខ្លាចវៀតណាមយកលេសហ្នឹងឈ្លានពានថៃផងព្រោះកងទ័ពវៀតណាមបានដើរទៅដល់រថក្រោះវៀតណាមអីបានទៅប្រឈមនៅក្នុងដល់ខេត្តបន្ទាយមានជ័យពេលនោះឆ្នាំ79 80ហ្នឹងចឹងហើយព្រះមហាក្សត្រីសិរិគិតនេះក៏រួមចំណែកដែរទោះបីជាសារផ្ដល់សារមួយដ៏សំខាន់ដល់កងទ័ពថៃដែលបើកផ្លូវឲ្យពលរដ្ឋខ្មែរអាចភៀសខ្លួនចូលទៅក្នុងដីថៃក៏ប៉ុន្តែកន្លងមកក៏យើងឃើញថានៅមានមេទ័ពថៃដែលចិត្តអាក្រក់មួយចំនួនហ្នឹងក៏បានប្រើល្បិចល្បោយដឹកពលរដ្ឋខ្មែរមកទម្លាក់តាមភ្នំដងរ៉ៃអាហ្នឹងបងប្អូនខ្ញុំមិនចូលស៊ីជម្រៅលម្អិតទេបងប្អូនអាចទៅអានប្រវត្តិសាស្ត្រឈឺចាប់ទាំងអស់នោះបានប្រវត្តិសាស្ត្រឈឺចាប់នោះទៅបានចំណុចចុងក្រោយនឹងខ្ញុំនិយាយអំពីរឿង silent diplomacy នេះគឺតើតើនឹងតើវាមានចំណុចអវិជ្ជមានយ៉ាងម៉េចទី1គឺគ្មានតម្លាភាពព្រោះការចរចាភាគច្រើនគឺទៅតាមទ្វារក្រោយតាមបែប informal តាមបែបមិនផ្លូវការទី2គឺមិនសូវជាមានការពាក់ព័ន្ធជាមួយនឹងមិនសូវជាឲ្យមានអ្នកពាក់ព័ន្ធចូលរួមទេណាទី3គឺបង្កើតការសង្ស័យក្នុងចំណោមមហាជនចំណុចនេះគឺច្បាស់ហ្មងណាជាទ្រឹស្ដីទេណាបងប្អូនអ្វីដែលខ្ញុំនិយាយនេះជាទ្រឹស្ដីទេណាប៉ុន្តែវាឆ្លុះបញ្ចាំងពីការពិតណាបច្ចុប្បន្នយើងឃើញហើយថាពលរដ្ឋច្រើនណាស់ដែលនៅធ្វើការនៅមានការសង្ស័យចំពោះនយោបាយការទូតស្ងៀមស្ងាត់របស់លោកហ៊ុនម៉ាណែតណាអ្នកខ្លះគេថាណាមានការរិះគន់ច្រើនថាស្ងាត់ហ្នឹងគឺអស់ដីហើយស្ងាត់ហ្នឹងគឺដោយទាំងដីទៅផងជាពិសេសភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យហ្នឹងគេពាត់លបងយកយើងគិតថាស្ងាត់ទៅអាហ្នឹងគេហៅអ្នកខ្លះហ្នឹងហៅថាមិនមែននយោបាយការទូតស្ងៀមតែមិនស្ងាត់ទេគឺជានយោបាយការទូតបែបកំសាកដែលមិនហ៊ានតតាំងជាមួយគេនៅពេលដែលប្រទេសជិតខាងឈ្លានពានបូរណភាពទឹកដីឃើញទេសិតតែជាអ្វីដែលខ្ញុំលើកឡើងនេះអាចបញ្ជាក់ការពិតខ្លះហើយនឹងក៏ជាការកើតឡើងនៅការសង្ស័យនៅក្នុងចំណោមមហាជនតាក់ទងទៅនឹងយុទ្ធសាស្ត្ររបស់លោកហ៊ុនម៉ាណែតគឺយុទ្ធសាស្ត្រស្ងៀមមិនស្ងាត់ការទូតស្ងៀមមិនស្ងាត់នេះឯងចឹងហើយអាហ្នឹងនៅពេលដែលយើងធ្វើការវិតម្លៃយើងឃើញថាចំណុចអវិជ្ជមានរបស់ការទូតបែបនេះគឺភាគច្រើនគឺបើបង្កើតការសង្ស័យច្រើនណាស់ហើយនៅពេលដែលមហាជនមានការសង្ស័យពលរដ្ឋខ្មែរមានការសង្ស័យវាคล้ายទៅជាអាសាញមិត្តរបស់រដ្ឋាភិបាលមិនមែនពលរដ្ឋសង្ស័យឯងយើងស្ងាត់បន្តទៀតទេណាអានេះខ្ញុំមិនមែនបដៅទេប៉ុន្តែថាជារួមរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានអាសាញមិត្តបន្តហើយណាមានអាសាញមិត្តបន្តហើយថាតើនឹងធ្វើម៉េចហើយបងប្អូនឃើញហើយថាឥឡូវនេះក្រោយអំពីណារដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្រើប្រាស់ការទូតស្ងៀមមិនស្ងាត់នេះហើយឥឡូវនេះឃើញថាគេនាំគ្នាជាពិសេសនៅក្នុងចំណោមរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងរដ្ឋាភិបាលហ្នឹងបានលើកសរសើរប៉ុន្តែខ្ញុំមើលទៅអ្នកដែលអជាងគេហ្នឹងគឺឪពុករបស់លោកហ៊ុនម៉ាណែតគឺលោកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីហ្នឹងមើលទៅដូចជារៀងអរខិបរខប់ជាងគេបាទអរខិបរខប់ជាងគេចឹងហើយខ្ញុំគិតថាយុទ្ធសាស្ត្រនេះមិនមែនយុទ្ធសាស្ត្រហ៊ុនម៉ាណែតទេជាយុទ្ធសាស្ត្ររបស់ឪទេប៉ុន្តែឪប្រាប់ថាឲ្យធ្វើតាមវិធីសាស្ត្រហ្នឹងទៅធ្វើតាមវិធីសាស្ត្រហ្នឹងទៅប៉ុន្តែទោះបីយ៉ាងណាក៏ដោយឪកូនបាទឪកូនសម្ដេចហ៊ុនសែនតែចេញមកគាត់ថាកូនអញប្រាប់ចឹងដែរចឹងហើយគាត់នៅតែជាមេយុទ្ធសាស្ត្ររបស់គណៈបព្វជិជនជាមេយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទោះបីជាគាត់អង្គុយកៅអីព្រឹទ្ធសភាក៏ដោយពេលខ្លះយើងឃើញថាសារតាមបណ្ដាញសង្គមរបស់គាត់ហ្នឹងគឺបំពេញកិច្ចការនាយករដ្ឋមន្ត្រីហ្នឹងបំពេញកិច្ចការងារគេហៅនីតិប្រតិបត្តិហ្នឹងច្រើនតែតាមពិតគាត់នៅក្នុងពលខាងនីតិបញ្ញត្តិទេអនុម័តច្បាប់ស្អីចឹងទៅប៉ុន្តែគាត់រៀងលូកមកក្នុងកិច្ចការងារនីតិប្រតិបត្តិហ្នឹងច្រើនប៉ុណ្ណឹងជាទម្លាប់របស់គាត់ជាទម្លាប់របស់គាត់ដូច្នេះត្រឡប់មករឿងថាតើបន្ទាប់ពីរឿងកិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជានេះហើយថាតើរដ្ឋាភិបាលហ៊ុនម៉ាណែតមានអាសាញមិនអីបន្តអាសាញមិនទី1គឺតាក់ទងទៅនឹងរឿងបូរណភាពទឹកដីបូរណភាពទឹកដីត្រូវបង្ហាញពីសកម្មភាពត្រូវបង្ហាញឲ្យច្បាស់ថាយើងបានសន្តិភាពបានទាំងសន្តិភាពរក្សាទាំងបូរណភាពទឹកដីព្រោះឥឡូវនេះពលរដ្ឋកំពុងតែសង្ស័យថាបានសន្តិភាពដោយសារតែយកដីទៅដូរជាមួយគេបានសន្តិភាពប៉ុន្តែវាអស់ដីណាពិតឬមិនពិតប៉ុណ្ណានោះរដ្ឋាភិបាលត្រូវលៀងមន្ទិលសង្ស័យរបស់ពលរដ្ឋត្រូវលៀងមន្ទិលសង្ស័យរបស់ពលរដ្ឋព្រោះពលរដ្ឋកំពុងតែសង្ស័យរឿងហ្នឹងរឿងភូមិព្រៃច័ន្ទរឿងភូមិជោគជ័យរឿងតំបន់ទាំង11ដែលថៃបានប្រកាសថាខ្លួនបានឈរជើងនោះនៅភ្នំត្រប់នៅអីនោះត្រូវបង្ហាញច្បាស់ណាបង្ហាញច្បាស់តាមរយៈអីតាមរយៈយន្តការធ្វើភាគីក៏ដោយតាមរយៈយន្តការត្រីភាគីក៏ដោយតាមរយៈយន្តការអន្តរជាតិក៏ដោយប៉ុន្តែបើសិនជាក្នុងករណីបន្តស្ងៀមមិនបញ្យល់ពលរដ្ឋបែបនេះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនអាចលៀងមន្ទិលសង្ស័យពីក្នុងបេះដូងក្នុងចិត្តរបស់ពលរដ្ឋបានទេហើយវានឹងបន្តធ្វើឲ្យពលរដ្ឋនឹងកាន់តែមិនទុកចិត្តទៅលើរដ្ឋាភិបាលមិនទុកចិត្តទៅលើរដ្ឋាភិបាលអាហ្នឹង
ចំណុចអាសាមិនទី1ដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបន្តធ្វើដើម្បីធ្វើម៉េចឲ្យពលរដ្ឋលែងសង្ស័យថាខ្លួនរដ្ឋាភិបាលខ្លួននឹងយកដីទៅដូរជាមួយសន្តិភាពឥឡូវហ្នឹងលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងហើយថាជាការប្រមូលផលដើមរដូវរបស់យុទ្ធសាស្ត្រការទូតស្ងៀមតែមិនស្ងាត់ប៉ុន្តែឥឡូវអាកណ្ដាលរដូវហើយណាចុងរដូវហ្នឹងប្រមូលរឿងអីតែខ្ញុំមើលទៅហ្នឹងគឺខ្ញុំមិនដឹងថារដ្ឋាភិបាលទៅប្រមូលរឿងអីប៉ុន្តែខ្ញុំថាប្រមូលទី1គឺប្រមូលធ្វើម៉េចឲ្យពលរដ្ឋចាប់ផ្ដើមមានទំនុកចិត្តថាខ្លួនអត់បានយកដីទៅដូរសន្តិភាពទេចំណុចទី1ចំណុចទី2រឿង scammer បាទរឿងអក្រិតកម្មអនឡាញបងប្អូនដឹងហើយថាឥឡូវនេះគឺទាំងអាមេរិកទាំងអង់គ្លេសណាទាំងកូរ៉េកំពុងតែចាត់ការរឿងអក្រិតកម្មអនឡាញដែលគេចោទយើងថាជាទីក្រុងអក្រិតកម្មឬក៏ប្រជាជាណាចក្រអក្រិតកម្មណាប្រជាណាចក្រអក្រិតកម្មយើងលៀងហ្មងព្រោះបើសិនជាក្នុងករណីយើងលៀងរឿងនេះអត់បានទេហើយយើងអត់ចាត់ការអាហ្នឹងទេមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិគេមិនសូវជាមើលយើងព្រោះយើងនៅក្នុងចំណោមអន្តរជាតិបច្ចុប្បន្នដោយសារព័ត៌មានអន្តរជាតិធំគេផ្សាយចេញរដ្ឋាភិបាលមិនមែនខ្ញុំចោទទេណាបើនៅខណៈពលរដ្ឋនៅក្នុងពិភពលោកគេមើលឃើញថារដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតហ្នឹងជារដ្ឋាភិបាលនៅពីខាងក្រោយខ្នងក្រិតជនអញ្ចឹងយើងលៀងហ្មងខ្ញុំទទួលស្គាល់ថាវាត្រូវការខ្ញុំទទួលស្គាល់ថាវាត្រូវការពេលវេលាវាត្រូវការពេលវេលាប៉ុន្តែដើម្បីនាំកម្ពុជាឲ្យមានមុខមាត់នៅឆាកអន្តរជាតិមាន credibility ឡើងវិញព្រោះហ្នឹងវាជាកិត្តិយសរបស់ជាតិថាទៅធ្វើយ៉ាងម៉េចមានតែកម្ចាត់ឧក្រិដ្ឋកម្មអនឡាញប៉ុន្តែគណៈថាកម្ចាត់បានមិនបានហ្នឹងអាហ្នឹងគឺសិតតែជាការមន្ទិលសង្ស័យរបស់ពលរដ្ឋហើយពលរដ្ឋសង្ស័យថាទៅកម្ចាត់ហ្មងបើក្រិដ្ឋកម្មអនឡាញហើយនឹងមន្ត្រីជាន់ពលរដ្ឋាភិបាលមួយចំនួនធំហ្នឹងរស់ស៊ីជាមួយគ្នាហ្នឹងកម្ចាត់ហ្មងកម្ចាត់ខ្លួនឯងយ៉ាងម៉េចទៅហ្នឹងសិតតែមន្ទិលសង្ស័យដែលពលរដ្ឋសង្ស័យហើយតែពលរដ្ឋសង្ស័យហើយបើនៅក្នុងចំណោមនៅក្នុងសង្គមប្រជាធិបតេយ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅអត់បានទេប៉ុន្តែគណៈថារៀនសន្លត់គេសន្លត់ឯងទៅអាហ្នឹងគឺនៅបានប៉ុន្តែបើបោះឆ្នោតត្រឹមត្រូវគឺទៅហើយព្រោះលៀងមន្ទិលសង្ស័យរបស់ពលរដ្ឋអត់បានអាហ្នឹងអត់មានអីដែលត្រូវពលរដ្ឋមានទំនុកចិត្តទេអាហ្នឹងវិញ្ញាសាទី2ដែលខ្ញុំគិតថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតគួរធ្វើវិញ្ញាសាទី3គឺរឿងតាក់ទងទៅនឹងការចរចាមានការបើកព្រំដែននាំចេញទំនិញនាំចេញនាំចូលទំនិញអីព្រោះឥឡូវហ្នឹងកំពុងតែមានវិបត្តិណាទោះបីជាមានអ្នកក្រាន់បើហៅថាក្រាន់បើឆ្នើមួយចំនួនវានេះក៏ដោយប៉ុន្តែជាក់ស្ដែងគឺផលប៉ះពាល់ផ្នែកខាងសេដ្ឋកិច្ចកើតមានទាំងសងខាងតាមទិន្នន័យចុងក្រោយនេះថៃបាត់បង់ពីការនាំចេញមកកម្ពុជានឹងទំហំរហូតដល់35,000 លានដុល្លារនោះប្រមាណជា100,000 លានបាតហើយនៅក្នុងផ្នែកខាងកម្ពុជានេះយើងអត់ទាន់មានទិន្នន័យច្បាស់លាស់ទេប៉ុន្តែខ្ញុំជឿថាមានផលប៉ះពាល់ជាក់ស្ដែងបងប្អូនដែលរស់នៅប្រកបមុខរបរណាទទួលបានផលប្រយោជន៍ពីការនាំចេញនាំចូលតាមព្រំដែនបងប្អូនដែលធ្វើវិស័យកសិកម្មនៅតាមព្រំដែនណាអ្នកដាំដលងដាំពោតណាព្រោះថៃក៏ជាទីផ្សារមួយដែរទោះបីយើងវាអត់ទាន់យើងត្រូវខ្ចីដង្ហើមគេដកអញ្ចឹងឯងអាហ្នឹងយើងកុំអួតព្រោះកន្លងមកយើងធ្វើតែអញ្ចឹងទៅមើលសាយឡូដលងមីសាយឡូពោតនៅតាមព្រំដែនហ្នឹងមកតកោបណាចឹងហើយឥឡូវនេះយើងជឿចាប់ផ្ដើមសុបីស្រូវហ្នឹងក៏មានសាយឡូស្រូវដែរនាំចេញទៅថៃក៏យកទៅកែច្នៃទៅលក់នៅអូស្ត្រាលីលក់នៅអាមេរិកដាក់ made in Thailand តែពិតក៏ខ្មែរតែធ្វើម៉េចបើយើងច្នៃអត់បានណាច្នៃអត់បាននៅប្រទេសអូស្ត្រាលីនេះបើចង់ទៅរកទិញកខ្មែរហ្នឹងក៏រៀងដូចថ្លៃជាងគេហើយមិនដឹងថាកខ្មែរពិតប្រាកដហ្នឹងព្រោះទៅសេទាំងវៀតណាមទាំងថៃនៅពេញហ្នឹងអស់អញ្ចឹងវាមិនដឹងថាប្រភពយ៉ាងម៉េចប៉ុន្តែឃើញដាក់ made in Cambodia អញ្ចឹងទៅប៉ុន្តែទោះបីយ៉ាងណាក៏ដោយខាតឬចំណេញបើសិនជាក្នុងករណីការបើកព្រំដែននឹងវាមានចរាចរណ៍ឡើងវិញខ្ញុំជឿថាឥឡូវនេះបងប្អូនកសិករដែលធ្វើស្រែឥឡូវហ្នឹងចម្រៀង1គីឡូ600ហ្នឹងពេលចាប់ផ្ដើមស្ទូង1គីឡូ1500ហើយ1200ដល់ពេលប្រមូលផល1គីឡូ600ចម្រៀងហ្នឹងចាប់ផ្ដើមចេញមកវិញហើយចម្រៀងហ្នឹងចាប់ផ្ដើមចេញមកវិញក៏ប៉ុន្តែខ្ញុំជឿថាបើសិនជាមានការចរចាបើកព្រំដែនតែខ្ញុំថាលក្ខខណ្ឌរបស់ខ្ញុំមិនដឹងថាអានឹងជាគោលការណ៍រក្សាកិត្តិយសអីយ៉ាងម៉េចរបស់រដ្ឋាភិបាលទេប៉ុន្តែខ្ញុំមើលទៅលក្ខខណ្ឌមួយដែលយើងនិយាយថាដែលអតីតនាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថាអ្នកឯងបើកមុនមកពួកអ្នកបិទមុនបើកមុនមកហើយ5ម៉ោងក្រោយមកឬក៏3ម៉ោងក្រោយមកចាំកម្ពុជាបើកតាមក្រោយអាហ្នឹងវាត្រឹមត្រូវហើយបើយើងនិយាយពីកត្តា logic ត្រឹមត្រូវប៉ុន្តែថៃអត់ធ្វើអត់បានទេព្រោះអាហ្នឹងវាប៉ះពាល់កិត្តិយស
chẳng hay về đôi tranh priệp khai pe của Thái Việt Namยุទ្ធសាស្ត្រខុសcủaកាលនោះវាញ៉ៃរឿងរដ្ឋាភិបាលជាមួយនឹងកងទ័ពទៅមកផ្លូវទៅរដ្ឋាភិបាលទៅមកផ្លូវទៅតអ្នកបាត់ហើយរដ្ឋាភិបាលអនុធាននេះបានបកគលសិទ្ធិបិទព្រំដែនអីហ្នឹងឲ្យកងទ័ពទៀតហើយកងទ័ពប្រើប្រាស់ហ្នឹងជាអាវុធក្នុងការកសាងប្រជាប្រិយភាពខ្លួនចឹងហើយថៃមិនអាចធ្វើបានទេហ្នឹងចឹងហើយតររូបមន្តថ្មីអារូបមន្តបើកមុន5ម៉ោងចាំខ្មែរបើកហ្នឹងខ្ញុំថារូបមន្តហ្នឹងទោះបីយកទៅប្រើក៏ប្រើបានដែរប្រើនៅទេចាបើកព្រំដែនបានណាបងប្អូនខ្លះក៏និយាយថាមិនបាច់បើកទេទុកចឹងហើយយើងរៀនរស់ខ្លួនឯងអូខេរៀនរស់បានល្អខ្ញុំគ្រប់គ្រងប៉ុន្តែក្នុងពិភពលោកនេះគឺមានតែកូរ៉េខាងជើងមានតែអីកូរ៉េខាងជើងក៏លួចនាំតំណែងពីប្រទេសកូរ៉េខាងត្បូងយកទៅប្រើដែរដូចគ្នាប៉ុន្តែគាត់ថាអាស្រ័យលើការសម្រេចចិត្តcủaអំណាចនៅលើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិយាយស្រួលទៅគឺនៅក្នុងអំណាចនៅក្នុងដៃពីអ្នកឪកូនបាទប៉ុន្តែរូបមន្តដែលខ្ញុំមើលថារូបមន្តបើក5ម៉ោងមុនហើយចាំកម្ពុជាបើកតាមក្រោយនេះយកទៅប្រើរូបមន្តនឹងយកទៅចរចាជាមួយថៃទោះប្រើ quiet diplomacy silent diplomacy sleeping diplomacy ក៏ទៅរួចដែរតើដូរតម្រង់អាចថាបើកកណាលគ្នាអញ្ចឹងទៅណាជាការផ្ដល់កិត្តិយសកុំឲ្យគេបាក់មុខពេកព្រោះការចរចាវាត្រូវតែសារមុខមាត់គ្នាឲ្យស្មើមុខគេថាចរចាមានការស្មើមុខអានេះជាយោបល់ទេបាទជាយោបល់ទេការសម្រេចចិត្តនៅលើរដ្ឋាភិបាលប៉ុន្តែខ្ញុំមើលទៅរូបមន្តចាស់ហ្នឹងប្រើបានទេកងទ័ពថៃមិនធ្វើតាមទេព្រោះអាហ្នឹងវាដូចស្មើនឹងយកអាហ្នឹងខ្មែរយើងថាម៉េចព្រោះអ្នកកំពុងចាំវាថាយកមុខទៅចុចពីមុខណាអាហ្នឹងគឺអត់អាចទៅរួចមកថៃទៅបីយ៉ាងណាក៏វារក្សាកិត្តិយសប្រទេសជាតិវាដែរជារដ្ឋឯករាជ្យមួយដែរបាទយើងក៏ជារដ្ឋឯករាជ្យមួយដែរអញ្ចឹងហើយរូបមន្តចាស់ប្រើកើតហើយសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យមានការបើកព្រំដែនអីឡើងវិញចរាចរណ៍តំណែងអីទៅវិញទៅសម្រាប់ខ្ញុំឯងពួកខ្ញុំមើលទៅផលប្រយោជន៍ដែលបានទៅដល់ពលរដ្ឋនៅតាមព្រំដែនហើយនឹងពលរដ្ឋមួយចំនួនធំផ្សេងទៀតហ្នឹងវាធំជាងផលប្រយោជន៍ទៅលើពួកស្នេហាជាតិនៅក្នុងរង្វង់រដ្ឋាភិបាលជ្រុលនិយមមួយចំនួនកន្លងមកយើងឃើញតែមានអ្នកជ្រុលនិយមទៅនៅក្នុងគណៈបព្វប្រឆាំងឯណាបើឥឡូវហ្នឹងឃើញមានអ្នកជ្រុលនិយមនៅក្នុងរដ្ឋាភិបាលមកកោកដល់ពេលសង្គ្រាមថៃខ្មែរហ្នឹងមកឃើញទៅអូពួកនៅក្នុងរដ្ឋាភិបាលដែលការពារដល់រដ្ឋាភិបាលហ្នឹងក៏ជ្រុលនិយមច្រើនណាស់ដែរពួកហ្នឹងហើយមានអំណាចផងសឡុតគេចោតចាប់ហើយបើខាងគណៈបព្វប្រឆាំងចោតជេរគេអត់មានអំណាចអីចាប់នោះជេរទៅបើខាងរដ្ឋាភិបាលឃើញដូចហើយឃើញបងប្អូនឃើញខ្ញុំមិនលើកឈ្មោះទេមានទាំងសាច់ញាតិនាយករដ្ឋមន្ត្រីមានទាំងណាអ្នកកសែតប្រធានវិទ្យុជេរបចោស្ត្រីអីឃើញមកចេញមកអេងក្អាងសឡុតគេសឡុតអីពេលហ្នឹងសឡុតគេដោយសារអំណាចហ្នឹងមានអំណាចដូចគ្នាដែរនៅក្នុងករណីបដិជគុណសានសុជាឬក៏លបងសានសុជាខ្ញុំហៅគាត់លបងសានសុជាអញ្ចឹងទៅគាត់បងខ្ញុំណាមានសារច្រើនដែរដែលខ្ញុំតាមមើលមានទាំងអ្នកនៅក្រៅប្រទេសនេះផងមានទាំងអ្នកនៅក្រៅប្រទេសនេះផងតែសេរបៀបរដ្ឋាភិបាលខ្មែរនេះចាប់លបងសានសុជាដាក់គុកតម្រង់ហ្នឹងតម្រង់ទៅសេបញ្យុធ្វើម៉េចឲ្យរដ្ឋាភិបាលកម្ពុជានឹងចាប់សានសុជាដាក់គុកព្រោះឥឡូវហ្នឹងលបងសានសុជាកំពុងនៅស្រុកខ្មែរហើយម្ចាស់ខ្លួនហ្នឹងមិនទាន់ចេញប្រតិកម្មទេខ្ញុំប្រតិកម្មមុនដោយសារខ្ញុំថាខ្ញុំរាប់ថាជាកូនសិស្សមួយដែរណាកូនសិស្សក្រៅខោហ្នឹងព្រោះស្ដាប់គាត់នឹងតាមអនឡាញក៏ធ្លាប់ជួបកាលលោកនៅជាប្រសង់លបងនៅជាប្រសង់ហ្នឹងបានជួបប៉ុន្តែមិនបាននិយាយច្រើនទេព្រោះកាលនោះបាសបាសកាជួបលោកច្រើនហើយលោកក៏ល្បីល្បាញយើងទៅបានតែថតរូបមួយហ្នឹងរាប់តែជាកិត្តិយសហើយរាប់តែជាកិត្តិយសដែរណាប៉ុន្តែអរគុណដែរក្រោយពីខ្ញុំមានបញ្ហាមហាជនជេរប្រមាថគម្រាមកំហែងណារហូតដល់មានអ្នកខ្លះប្តឹងខ្ញុំចេញពីប្រទេសអូស្ត្រាលីហ្នឹងក៏លោកលបងសានជាហ្នឹងក៏បានផ្ញើសារមកលើកទឹកចិត្តរបស់ខ្ញុំសូមអរគុណចំពោះការលើកទឹកចិត្តវាជាកម្លាំងចិត្តមួយដែរប៉ុន្តែខ្ញុំចង់អ្វីដែលខ្ញុំចង់និយាយគឺពួកជ្រុលនិយមនៅក្នុងរដ្ឋាភិបាលសរសេរសារហ្នឹងបញ្យុហ្នឹងឲ្យរដ្ឋាភិបាលចាប់លបងសានជាដាក់គុកណាប៉ុន្តែគិតថាមើលទៅប្រហែលជាមិនទៅរួចទេបាទមិនទៅរួចទេព្រោះតើឡើយយើងស្ដាប់សារអ្វីដែលលោកបងសានសុជានិយាយហ្នឹងគឺយើងស្ដាប់ដោយវិចារណញ្ញាណស្ដាប់ទៅខ្ញុំគ្រប់គ្រងជេរទេទៅបើឥឡូវខ្ញុំចង់ឲ្យតែជេរឆ្ងាញ់ជាងមុនអ្នកខ្លះជេរខ្ញុំរៀងស្រាលនិយាយតែរឿងដែលរឿងលក់ក្បាលរឿងអីហ្នឹងអូលែងឈឺទៅហ្នឹងជេរឲ្យវាឆ្ងាញ់ជាងមុនមើលឆ្ងាញ់ជាងមុនឲ្យវាមាននវានុវត្តន៍តិចមើលបាទឲ្យវាមាន innovation តិចមើលជេរហ្នឹងកុំមកជេរដែលជេរដែលយូរស្ពឹកគូក្បាលជេររបៀប creative ខ្ញុំបើកឲ្យជេរអញ្ចឹងប៉ុន្តែភាពត្រឹមត្រូវមិនអាចកែខ្ញុំបានទេតែអ្នកឯងជេរមិនខ្មិចដល់រឿងជេរមួយមកខ្ញុំងាប់ទេអានឹងភាសា30កុកជេរទៅហើយក៏ជេរខ្ញុំក៏មកឲ្យខ្ញុំកែប្រែដែរប៉ុន្តែការស្ដាប់ដោយការប្រើប្រាស់វិចារណញ្ញាណនេះជាគោលការណ៍ដែលខ្ញុំតែងតែនិយាយបងប្អូនសូម្បីតែស្ដាប់ខ្ញុំក៏ដោយ
đáp đòi cả bị cha na cũng chưa không bị cha na sân muốn được chưaบอกถ้าพิจารณาตาว่าในยังhọถ้าอันเป็นตนในอันเป็นพอตางไอ้พร้อมก็แวงเจ้าเถอะไปได้สกุลสามตัวเกียร์ก็จังนะตำแหน่งไทยได้จะราจรน้องสกไม้ถ้าเราเนื้อเราซองเคลียงนั่งพูดเดเล็กช่องเหมือนโจซีจมเร้าได้บรรดากรอนทางนั่นก็ลองเมาส์ยังเคยทำตะการไทยเดมอโรซีน้องสกไม้บ่มเหมือนมีตำแหน่งตำนองจมวยตะการทำไมได้เชียสะกรึนไม้เตะตัวโรซีไหมจำนวนมวยเด็กช่องจับร้องคือบกเลิกเด็กทัวร์การเราตาม PTT พวกนี้จะโดนเลยยุ่งเราน้องจูรอทาบิบาแล้วบอมโอนเอาตึกปีจีแบบพีโปรได้จีไปเสียบอมโอนบกเลิกเด็กทัวร์การเราสิใน PTT ใน Amazon อดเกิดปีจีแบบพีตัวใบคะแนนนั่งมาจากบอสวาก็ได้ทำมาเมินปีเมินเนี่ยเด็กทัวร์การน้องนั่งก็ได้จีแบบพีมันนู่นมาเมินปีเมินเนี่ยเหมือนไม่เรื่องธรรมดาด้วยนะไอ้ตัวซูไม่ยัยขมายจะบัดใจกูในสระคายปีรอยเชียงนั่งจำจีบเพียบยาเตาสกคลาตกใจล้วนไอคลาเฉลี่ยเรียนคลาลองไปได้บองสร้างตัวเชียมีปัญหาจมเตเตาโอนหมดแพะเนี่ยปีนี้ได้คะแนนเธอการในกรมคนไทยผัวบองล้วนไอคลอบเรียนในสกไทยรอบเธอการในกรมคนซีพีอย่างนั้นก็นายนอมนิสัตไทยได้เรียนจบมาเธอการในซีพีนายนอมบองโอนในเธอการในกรมคนพีทีทีไอยังเตาตามมันได้ใช้ภาษาไทยอีกแล้วเนี่ยน้องอดมินลอยอดบัดประคายหลักอาการเงี้ยไอ้ระบองประมาณเนี่ยน้องอดเต้เยยลอยเต้ไปจะซ้อมหนึ่งการชื่อจับระบบโปรรอดซ้อมหนึ่งพิบอดคลีนระบบโปรรอดให้ผมดั้มบานมันเยยลอยจ้ะบรรดาไว้ในเรื่องเกี่ยวกับสโมกโรกอะได้นอมนี่ประยุกต์เอาไอ้จับระบองสร้างสุจิดะกุกอันนี้เกี่ยวกับนึกสโมกโรกผมพอบกกลเหมือนเนี้ยปวดรถขมายแบบนี้แต่มีจุดนั้นดังในทางพุทธศาสนามีประมาณนี้เราสกขมายมีตัดมันเด่นมีนะบุตรสวงซานสกเชียไอ้นั่งประมาณนี้นั่งในประซองแต่มีฐานะปงปูนประมาณนี้ได้ใหญ่มาโจเลยเชียกล่าวเป็นนักโซตโทสลับมันได้โยลพอนะเอ้ยยังสลับก็ยังมันตัวริกุลศาสนาปัจจัยเยอะกว่าเจ็บไปเลยยังตัวสลับโลกโซโทสลับเป็นมันโยลโซบานเอาโซบานหลบในวอดคลาดได้หลบบรรบาดไอ้จมวยในประซองไอ้ได้การเราสกไทยคำตัวเรียนนั่นหลบการบาดโลกแต่เนไปเรียนเมาส์บานโฮบานไอ้คลาดได้บุเวียนเสาฉลาดบานมากรุบปัญหาเราสู้ทำประมาณเนี่ยแต่ไอ้เนี่ยยัยโทให้อ้อยเหมือนลูกรอบมือเนี่ยสลับยนเนี่ยประมาณเนี่ยได้ไอ้มีสมรรถพิมพ์เนี่ยยัยอ้อยเหมือนนึกได้จ้องสำรับครูนให้ชุบสำรับครูนบ้านเนี่ยเมียนคนเชียเมียนไอ้ไพ่มันนานนั่งไอ้ยัยตัวเมียนไอ้ยัยเอากี่สำรับครูนสำรับเรียมจีบเก้ไอ้ยัยไปใจชั่วจังถ้าผมเคยจะเซ่น้องดอลร้อยจะเซ่น้องโดยทำนายน้องดอลร้อยทำนายครั้งเชียนยูรอนไรเพี้ยนจะโดนมวยยูรอนไรซ้อสตังจูบอันผมเอาอันจูบมุกไอ้นางหัวว่าโลกมันจ้าผมเรียมกับไพ่จีบเก้มาเลยมาตายน้องจังให้บุคคลนะแต่มีสมรรถภาพของเขาหันดาวหน่อยเลยน้องวิสัยสังคมนโยบายนี่เขามีในหน้ามวยได้มาโรยพี่โรยน้องบอกว่าน้องเคยมีโลกซองนาซีมวยได้เอามีปลาไอ้ตั้งแต่นั้นก็มีกำนัดยุทธศาสตร์เขาไอ้มาลองปีดองได้ตัวใบจะมันปลาจะมวยนั่งอำเภออบายอย่างบกมันปลาจะมวยนั่งนะสุดจะระดับพีบไอ้นั่งก็ได้ปัจจัยก็การสำหรับจัดนายยุทธศาสตร์นโยบายก็มีคำพูดเลยข้อกรุบตะกี้น้องแต่จะคนสร้างตัวจริงใหญ่จังโคมันบอมโอนพลามันสบายจัดปัญหาได้บรรจงดอลกับเรียมดอลจีบวัดก้อนจองกี่จับดักกุ๊กเมื่อเต้าโดยท่าจับในนาดักกุ๊กนั้นโดยสบายจัดเลยยมเคยอย่างไว้เด็กยมเศร้าจัดมันนึกนกกราบเตะเซซ่าคล้วนอดโจจัดหรือบอลสร้างตัวเชียจะเซไปยุเอาเราทำปีบาลน้องประเทศเพราะดังรองสร้างเชียน้องประเทศไปยุกี่จับดักกุ๊กก็นึกดักกรอบเลยอันนั้นชมปนังปนักชมสนทานยัยเต้าเรียง emotion เรียงนิ่งเต้ปะได้ชมชื่อตาบองโพนายตัวเดียวบ้านน้องกะลาติสะมวยได้ยังเมียนทนเทียนจะทนเทียนเหมือนดูรถถ้าจีทนเทียนกับร้อชมสำหรับชมเด็กคนสร้างตัวชี้จะทนเทียนกับร้อชมเจ็ดสลับทัวร์โดยซาระบอมได้ปวนกาเต
ការនិយាយពធហ្នឹងនិយាយបែបសាមញ្ញឲ្យមនុស្សសាមញ្ញបទជនដូចខ្ញុំស្ដាប់បានមិននិយាយជ្រៅពេកខ្ញុំក៏ឡងមកតាមស្ដាប់បុត្រសង្គមលោកព្រឹទ្ធាចារ្យបុត្រសង្គមដែរប៉ុន្តែលោកជ្រៅបាទអ្នកដែលអត់សូវមានមូលដ្ឋានធម៌ហ្នឹងស្ដាប់លោកមិនសូវយល់ទេបាទស្ដាប់អត់សូវយល់បើអត់ធ្លាប់រៀនធម៌ធ្លាប់បួសរៀនស្ដាប់បុត្រសង្គមស្ដាប់យល់មកប៉ុន្តែប្រទេសកម្ពុជាលបងកម្ពុជាបច្ចុប្បន្នជាបន្តិចកម្ពុជាលោកអាចធ្វើពធហ្នឹងឲ្យសាមញ្ញហើយស្រួលស្ដាប់យកមក apply ក្នុងជីវភាពប្រចាំថ្ងៃបាទអញ្ចឹងហើយសូមចិត្តបាទជួយថែទាំធនធានមនុស្សខ្មែរផងកុំប៉ះដៃយកដៃប៉ះជើងយកជើងមកទំហឹងអញ្ចឹងខ្ទេចខ្ទីយកហើយសម័យក្រោយសម័យខ្មែរក្រហមមកសល់ប្រហែលនេះសម្រាប់បញ្ញវន្តខ្ទេចគឺនៅខុសនិន្នាការនយោបាយគ្នាឥឡូវដូចគ្នាអញ្ចឹងខុសចិត្តមិនមែនខុសនិន្នាការនយោបាយផងខុសចិត្តអញមើលបាទអានឹងខ្ញុំសូមអធិស្ឋានបាទរៀង emotion តិចចំណុចត្រង់នេះប៉ុន្តែខ្ញុំឃើញទៅវាហួសហេតុពេកយកជីវិតគេនឹងយកមកប្រមាថធ្វើដោយខ្លួននឹងអំណាចធំណាស់លោកទ្រឹស្ដីអមតៈនៅតែប្រើនៅតែមានសុពលភាពគ្មានណាអមតៈនេះគឺនៅតែមានសុពលភាពអានោះទ្រឹស្ដីពុទ្ធគ្មានអីអមតៈទេសញ្ញាណកើតឡើងនៅនេប៉ាល់នេះសារពួកអញ្ចឹងតារៀមគេប្រឈឺចិត្តគេតាមរយៈការរស់នៅលយឆាយchứនៅនេប៉ាល់នៅហ្នឹងចឹងបើតាមរដ្ឋាភិបាលហ្មងហ្នឹងមិនសូវទេប៉ុន្តែពួកអានៅជុំវិញរដ្ឋាភិបាលនេះអូពួកហ្នឹងចំណាប់ពួកហ្នឹងជាពិសេសនៅអ្នកនៅជុំវិញអ្នកមានអំណាចជាពិសេសអ្នកដែលដំបងនៅកាន់អាយកូមមួយរៀងធ្លារៀងបើបន្តិចទេតែបានអាយកូម 2 3នៅជុំវិញទេតបរិទ្ធទ្វាបានដើរចូលផ្ទះរួចហ្នឹងចុងក្រោយបាទចុងសុំ slash ប៉ុណ្ណឹងបាទសូមអធិស្ឋានចំពោះអ្វីដែលខ្ញុំលើកឡើងរៀន emotion តិចប៉ុន្តែគិតថាសូមធ្វើការពិចារណាកុំខឹងតាមខ្ញុំកុំខឹងតាមចុងក្រោយជាប្រធានបទចុងក្រោយខ្ញុំលើកមកនិយាយអំពីរឿងរដ្ឋាភិបាលក្រៅប្រទេសរបស់លោកសំរងស៊ីបាទរៀងមានសម្លេងរំខានបន្តិចដោយសារភ្លៀងខ្លាំងបងប្អូននៅកន្លែងខ្ញុំនេះភ្លៀងខ្លាំងហើយព្យុះតែសង្ឃឹមថានៅស្ដាប់បានអញ្ចឹងរដ្ឋាភិបាលក្រៅប្រទេសលោកសំរងស៊ីខ្ញុំនិយាយខ្លីទេជាពិសេសតាក់ទងទៅនឹងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះនៅក្នុងប្រវត្តិសាស្ត្រនយោបាយសាស្ត្រសម័យប្រវត្តិសាស្ត្រសម័យទំនើបនេះគឺមាន2ដងហើយបាទនៅក្នុងសម័យឆ្នាំទសវត្សរ៍ឆ្នាំ80 70 80ជាងបាទកាលនោះសម្ដេចរតនសីហនុបានបង្កើតរដ្ឋាភិបាលត្រីភាគីដែលមានការចូលរួមពីរណសេរីជាតិរបស់ប្រជាពលរដ្ឋខ្មែររយចូលរបខរបស់លោកតាស៊ុនសានហើយជាមួយនឹងចលនាខ្មែរក្រហមបាទហើយបង្កើតរដ្ឋាភិបាលត្រីភាគីនេះមានរចនាសម្ព័ន្ធអីច្បាស់លាស់បាទមានរដ្ឋមន្ត្រីមានប្រធានាធិបតីកាលនោះលោកសម្ដេចរតនសីហនុជាប្រធានាធិបតីហើយបន្តមកទៀតនាយករដ្ឋមន្ត្រីនឹងមានលោកខៀវសំផនមានអីចឹងទៅលោកតាស៊ុនសានអីចឹងទៅជារដ្ឋមន្ត្រីមានរចនាសម្ព័ន្ធជារដ្ឋាភិបាលពេញលក្ខណៈមកអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំចង់ធ្វើឲ្យបងប្អូនធ្វើការពិចារណាខ្ញុំនៅតាមដានអ្វីដែលរដ្ឋាភិបាលក្រៅប្រទេសលោកសំរងស៊ីដែលមានឈ្មោះថារដ្ឋាភិបាលឯករាជ្យ$23នេះខ្ញុំមើលទៅហាក់ដូចជាលោកសំរងស៊ីហាក់ដូចរៀនស្ទាក់ស្ទើរហ្នឹងជាការវិតម្លៃរបស់ខ្ញុំទេណាព្រោះស្ទាក់ស្ទើរយ៉ាងម៉េចស្ទាក់ស្ទើរទី1គឺឈ្មោះស្ថាប័នហ្នឹងអត់ដាក់ជាក្រសួងទេបើសម័យរដ្ឋាភិបាលត្រីភាគីគឺក្រសួងទំនាក់ទំនងអន្តរជាតិអីឬក៏ក្រសួងការបរទេសអីដឹកនាំដោយលោកខៀវសំផនអញ្ចឹងទៅបើលើនេះប្រើពាក្យថាស្ថាប័នជាប្រធានស្ថាប័នអញ្ចឹងអ្វីដែលជាសំណួរខ្ញុំក៏ឆ្ងល់ដែរបើសំទោសខ្ញុំក៏ឆ្ងល់ដូចគ្នាដែរតើហេតុអីបានមិនប្រើពាក្យក្រសួងតែម្ដងអាចមានកត្តាផ្លូវច្បាប់អីនៅក្រៅប្រទេសហ្នឹងឬយ៉ាងម៉េចយើងក៏មិនទាន់ដឹងដែរយើងមិនទាន់ដឹងពីមូលហេតុប៉ុន្តែអ្វីដែលសំខាន់យើងឃើញថាក្រសួងមកដល់ពេលនេះគឺមានក្រសួង9ហើយដែលចាប់ផ្ដើមបង្កើតដំបូងមានស្ថាប័ន7រដ្ឋាភិបាលក្រៅប្រទេសហ្នឹងនៅប្រើពាក្យស្ថាប័នហើយឈ្មោះរដ្ឋាភិបាលហ្នឹងគឺជារដ្ឋាភិបាល20ឯករាជ្យ$23អញ្ចឹងខ្ញុំមើលថានៅមានភាពស្ទាក់ស្ទើរច្រើនណាស់ហើយអ្វីដែលខ្ញុំជាចម្ងល់ដែរគឺក្នុងនាមជាអ្នកតាមដានឥឡូវនេះវាផុតរយៈមកពីមុនមកខ្ញុំនៅមានដំណើរតំណងល្អខ្ញុំរៀងយល់ច្រើនប៉ុន្តែឥឡូវនេះក៏ចាប់ផ្ដើមឆ្ងល់ដាច់ព័ត៌មានដែរបាទមិនមានតំណែងតំណងអីច្រើនចឹងខ្ញុំក៏រៀងឆ្ងល់ដែរថាអីបានមិនការពីក្រសួងតែម្ដងហើយតែងតាំងរដ្ឋមន្ត្រីសមោលតែម្ដងទៅចាំបាច់ប្រើប្រាស់ប្រធានស្ថាប័នទៅអីអាហ្នឹងជាចំណុចទី1ដែលយើងយកមកពិចារណាចំណុចទី2អ្វីដែលខ្ញុំចាប់អារម្មណ៍លោកសំរងស៊ីគាត់និយាយថារដ្ឋាភិបាលឯករាជ្យ$23ឬក៏រដ្ឋាភិបាលក្រៅប្រទេសនេះគឺជារដ្ឋាភិបាលដែល
ក្រោមការដឹកនាំរបស់ចលនាជាតិតស៊ូហើយនឹងជាបង្កើននៅក្នុងស្មារតីរបស់គណៈបក្សសង្គ្រោះជាតិអានេះជាចំណុចមួយដែលគួរចាប់អារម្មណ៍ហើយខ្ញុំគិតថាអញ្ចឹងរដ្ឋាភិបាលក្រៅប្រទេសឬក៏រដ្ឋាភិបាលឯករាជ្យ$23នេះអាចគ្រាន់តែជាកម្មវិធីមួយឬក៏ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រច្រើនទៀតរបស់ចលនាជាតិតស៊ូអញ្ចឹងខ្ញុំគិតថាយើងចាំមើលថាតើដំណើរនេះនឹងទៅណាយើងចាំមើលទៀតហើយអ្វីដែលសំខាន់ហ្នឹងគឺមកដល់ពេលនេះដៃគូនយោបាយរបស់លោកសំរងស៊ីគឺលោកកឹមសុខាអត់ទាន់ឃើញមានប្រតិកម្មអីនៅឡើយទេបាទអត់ទាន់ឃើញមានប្រតិកម្មអីនៅឡើយទេឥឡូវនេះគឺលោកកឹមសុខាមិនទាន់ប្រកាសជាផ្លូវការថាលោកដើរចេញពីគណៈបក្សសង្គ្រោះជាតិទេគណៈដែលលោកសំរងស៊ីប្រើគណៈបក្សសង្គ្រោះជាតិជាស្មារតីក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសអញ្ចឹងហើយយើងចាំមើលថាតើលោកកឹមសុខានឹងមានប្រតិកម្មបែបណាហើយស្ថានភាពនឹងទៅបែបណាប៉ុន្តែទោះបីយ៉ាងណាក៏ដោយជាសរុបរួមខ្ញុំឃើញថាលោកសំរងស៊ីក្នុងនាមជាអ្នកនយោបាយប្រឆាំងម្នាក់គាត់អត់នៅស្ងៀមទេគាត់តែងតែរកមធ្យោបាយយ៉ាងណាដើម្បីរក្សាកម្លាំងនយោបាយរបស់គាត់បង្កើតនៅរឿងរ៉ាវបង្កើតនៅសកម្មភាពផ្សេងៗដើម្បីធ្វើម៉េចអាចឈានទៅដល់ការផ្លាស់ប្ដូរនៅកម្ពុជាក្នុងនាមឬក្នុងរបៀបអ្នកនយោបាយគិតប៉ុន្តែខ្ញុំមើលទៅមកដល់ពេលនេះនៅពេលដែលលោកសំរងស៊ីសម្រេចចិត្តបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះមានន័យថាកម្ពុជាបើសិនជាកម្លាំងនយោបាយលោកសំរងស៊ីនិងកម្លាំងនយោបាយលោកគណៈបព្វជិជននៅតែបណ្ដំម្សងការត្រឡប់ចូលខ្សែវៀនក្នុងការបោះឆ្នោតហាក់ដូចជាកាន់តែឆ្ងាយបាទកាន់តែឆ្ងាយព្រោះម្នាក់សម្រាប់ចាប់បង្កើតរដ្ឋាភិបាលរៀងខ្លួនហើយកំហុសនេះមិនមែនជាកំហុសដែលខ្ញុំនិយាយនេះមិនមែនជាកំហុសលោកសំរងស៊ីទេខ្ញុំនិយាយចឹងតែម្ដងព្រោះកន្លងមកហ្នឹងយើងឃើញថាការធ្វើទុកបុកម្នេញពីរដ្ឋាភិបាលគណៈបព្វជិជនកាលនោះមានលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីហ្នឹងក៏ធ្វើឲ្យគណៈបព្វប្រឆាំងហ្នឹងអត់មានជំរឿនអីក្រៅតែពីភៀសខ្លួនណាដើម្បីស្វែងរកទីទួលសុវត្ថិភាពដោយតំណែងវិភាគដោយតំណែងសារព័ត៌មានមកកកណាមកកកមកចឹងហើយខ្ញុំមើលទៅមិនដឹងថាកម្ពុជាហើយបើសិនជាកម្ពុជាផ្លាស់ប្ដូររបបនយោបាយឬក៏ផ្លាស់ប្ដូរថ្នាក់ដឹកនាំនយោបាយតាមរយៈកម្លាំងបាយទៀតអានឹងប្រវត្តិសាស្ត្រត្រឡប់មកកន្លែងដើមហើយព្រោះកុំភ្លេចថាឆ្នាំ$23ឆ្នាំ91ពិភពលោកបង្រៀននៅកម្ពុជាផ្លាស់ប្ដូរមេដឹកនាំនយោបាយតាមរយៈការបោះឆ្នោតជាមធ្យោបាយដែលវាមិនល្អបំផុតទេប៉ុន្តែវាល្អជាងគេក្នុងចំណោមមធ្យោបាយផ្សេងដូរតាមកម្លាំងប្រដាប់អាវុធដូរតាមអីហ្នឹងគឺហើយយើងឃើញថាយើងនៅពេលដែលក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ91ក៏យើងឃើញថាស្ថានភាពនយោបាយមានភាពនឹងរៀងយូរដែរមកដល់ឥឡូវហ្នឹងវា30ឆ្នាំជាងដែរហើយ34ឆ្នាំហើយទោះបីជាស្ថានភាពផ្ទៃក្នុងនយោបាយផ្ទៃក្នុងរបស់យើងរៀងមិនទាន់នៅមានភាពរកម្មរកូសច្រើនក៏ប៉ុន្តែស្ថានភាពទូទៅវាមានភាពលំនឹងប៉ុន្តែវារីកចម្រើនខ្លាំងរឿងអំពើពុករលួយរឿងអីហ្នឹងវារឿងដែលរដ្ឋាភិបាលបន្តទៅទៀតហ្នឹងគួរតែចាត់ជាអត្ថភាពសម្រាប់ដោះស្រាយបញ្ហាហើយយើងឃើញថាស្ថានភាពបច្ចុប្បន្ននេះគឺមានភាពផុយស្រួយច្រើនណាស់ជាពិសេសស្ថានភាពកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតនេះណាអាចចំនួនព្រំដែនហ្នឹងក៏កើតឡើងហើយរឿង scam អនឡាញក្រតកម្មអនឡាញហ្នឹងក៏កំពុងតែត្រូវបានគៀបសង្កត់ណាស្ថានភាពនយោបាយផ្ទៃក្នុងហ្នឹងក៏មានការបែកបាក់រហូតដល់លោកសំរងស៊ីបង្កើតរដ្ឋាភិបាលក្រៅប្រទេសឲ្យជាដើមឡើងដូច្នេះហើយការព្យាបាលស្ថានភាពនយោបាយកម្ពុជាហ្នឹងគឺត្រូវការពេលវេលាហើយត្រូវការអនុគ្រោះគ្នាច្រើនហើយខ្ញុំនៅសង្ឃឹមថានឹងវប្បធម៌សន្តានាទោះបីវប្បធម៌នេះបង្កើតឡើងដោយនរណាក៏ដោយប៉ុន្តែខ្ញុំមើលទៅជាវប្បធម៌មួយដែលអាចយកមកប្រើប្រាស់ជាប្រយោជន៍ក្នុងការបញ្ចប់វិបត្តិផ្ទៃក្នុងកម្ពុជាបានហើយកុំភ្លេចនយោបាយ silent diplomacy នេះនយោបាយការទូតស្ងៀមមិនស្ងាត់នេះមើលប្រើប្រាស់ហ្នឹងដើម្បីប្រើនឹងជោគជ័យជាមួយថៃឯងប្រើជាមួយនឹងគណៈបព្វប្រឆាំងមើលចរចាគ្នាតាមទ្វារក្រោយតាមផ្លូវក្រោយតាមក្រោយណាក្រោយផ្ទះក្រោយបន្ទប់ទឹកអីធ្វើម៉េចឲ្យអាចអ្នកនយោបាយដែលមានទ្រព្យនយោបាយនោះត្រឡប់ទៅប្រកួតប្រជែងលើខ្សែវៀនវិញឲ្យសពលរដ្ឋគេអ្នកសម្រេចចិត្តពលរដ្ឋមើលដឹងហើយថាណាអាចបន្តដឹកនាំប្រទេសបាននោះណាអាចបន្តដឹកនាំប្រទេសបាននោះកាលពីឆ្នាំ2013មិនមែនគឺថាគណៈបព្វប្រឆាំងថាក្រោយពីគណៈបព្វជិជនលួចហើយអានឹងដល់សល់ប្រហែលជាចិត្តពាក់កណ្ដាលប្រទេសប៉ុន្តែទោះបីយ៉ាងណាជាផ្លូវការអត់ទាន់ឃើញថាគណៈបព្វប្រឆាំងឈ្នះឆ្នោតឡើយទេអញ្ចឹងខ្សែវៀននៅក្នុងដៃផោះគណៈបកកណ្ដាលអំណាចហើយណាខ្លួនក៏មានឱកាសក្នុងការប្រើប្រាស់ថាវិការជាតិបន្លំដើម្បីកេងចំណេញផ្នែកនយោបាយក៏ច្រើនឆ្នាំមកហើយដែរអញ្ចឹងខ្ញុំជឿថាគួរតែបើកឲ្យមានការប្រកួតប្រជែងណាដែលធ្វើម៉េចឲ្យគោជបហ្នឹងអាចទទួលយកបានទាំងអស់គ្នាហើយរូបមន្តហ្នឹងគឺធ្លាប់ប្រើមកហើយដែរអានេះជាអ្វីដែលខ្ញុំគិតហើយខ្ញុំគិតថាបើសិនជាក្នុងករណីបន្តទៅទៀត
ខ្ញុំថាយើងក៏ចាំមើលដែរនយោបាយ Gen Z បាទចំនួនថ្មីណានយោបាយឃើញឥឡូវហ្នឹងគឺសម្បូរតែអ្នកនយោបាយចំនួនចាស់ចំនួន X ចំនួន baby boomer បណ្ដាចំណាក់នយោបាយចំនួនថ្មីដែលចេញមកលេចធ្លោដោយគណៈបកប្រជាជនថៃដែលមានយុវជនឈានមុខយុវជនកំណែតម្រង់វិចេញមកដុំគ្នាធ្វើវាអត់ទាន់ឃើញតម្រង់នៅស្រុកខ្មែរអត់ទាន់ឃើញអញ្ចឹងហើយយើងក៏ចាំមើលក្នុងនាមខ្ញុំជាអ្នកតាមដានឥឡូវហ្នឹង position ខ្លួនឯងជាអ្នកតាមដានកិច្ចការងារនយោបាយនិយាយនៅអ្វីដែលខ្លួនឯងគិតថាជារឿងមួយដែលមានផលប្រយោជន៍ទៅដល់បងប្អូនអ្នកស្ដាប់ហើយសង្ឃឹមថាថ្ងៃណាមួយខ្ញុំប្រកាសនឹងអាចបោះជំហានចូលទៅក្នុងផ្ទៃវិនយោបាយបណ្ដែលគិតថាទុកពេលវេលាដើម្បីកសាង credit ខ្លួនឯងតិចសិនព្រោះឥឡូវហ្នឹងតែមិនចាប់ដើមក្រោយពីត្រូវបំណងមកចាប់ដើមងើបណាដើម្បីផ្ដល់នៅចង់ឲ្យបងប្អូនស្គាល់ខ្ញុំកសាងទំនុកចិត្តក្នុងចំណោមបងប្អូនឡើងវិញហើយជារួមគឺការធ្វើនយោបាយតាមអ្វីដែលខ្ញុំចង់ធ្វើគឺការធ្វើនយោបាយតាមបែបបច្ចេកទេសប្រកួតប្រជែងគោលនយោបាយអត់មានត្រូវការប្រើកម្លាំងបាយណាអ្នកណាប្រកែដោះស្រាយបញ្ហាជាតិណាពលរដ្ឋបងប្អូនប្រជាពលរដ្ឋអ្នកសម្រាប់ចិត្តចោះប៉ុន្តែជាពេលវេលាមួយដែលមិនទាន់អំណោយផលបានល្អហើយសង្ឃឹមថាបងប្អូនពលរដ្ឋជាពិសេសបងប្អូនអ្នកស្ដាប់នៅផ្ដល់ឱកាសដើម្បីខ្ញុំអាចត្រឡប់ចូលទៅធ្វើការប្រកួតប្រជែងនៅលើសាយវិននយោបាយជាការធ្វើជាអ្នកវិភាគប៉ុន្តែទោះបីយ៉ាងណាក៏ដោយរបៀបនៅក្នុងការវិភាគរបៀបនៅក្នុងការមើលកិច្ចការងារនយោបាយវាមិនប្រែប្រួលច្រើនទេហើយអាចថា show លើក្រោយកម្មវិធីលើក្រោយទៀតខ្ញុំអាចចង់ប្រកាសជម្រាបជូនបងប្អូនពីពេលនេះតទៅថាបន្ទាប់ពី show លើក្រោយអាចខ្ញុំនឹងចាប់ផ្ដើមនិយាយអំពីរឿងគោលនយោបាយច្រើនជាងការរិះគន់អ្នកនយោបាយចង់ឲ្យបងប្អូនប្រៀបធៀបមើលថាគោលនយោបាយដែលអាចយកទៅប្រើស័ក្តិសមក្នុងការដោះស្រាយបញ្ហាជាតិនេះធៀបជាមួយនឹងគោលនយោបាយគណៈបកប្រឆាំងធៀបជាមួយនឹងគោលនយោបាយគណៈបកកណ្ដាលអំណាចធៀបជាមួយនឹងគោលនយោបាយគណៈបកផ្សេងៗទៀតថាតើមួយណាអាចយកទៅប្រើជាប្រយោជន៍អាហ្នឹងខ្ញុំផលិតនៅគោលនយោបាយនៅតាមវិស័យនីមួយៗខ្ញុំនឹងចែករំលែកហើយអាចអ្នកនយោបាយយកទៅប្រើបានជាប្រយោជន៍អាហ្នឹងផលប្រយោជន៍ជាតិរបស់គ្នាបើមិនប្រើទេអាហ្នឹងយើងទុកប្រើខ្លួនឯងបាទអញ្ចឹងខ្ញុំគិតថាលើសម៉ោង17 នាទីហើយជាទូទៅខ្ញុំនិយាយ